ដើម្បីឲ្យយីផៃគាត់យកអីវ៉ាន់ទៅទុកដាក់រួចហើយនាងសុចិត្រាក៏អញ្ជើញអ្នកដំណើរទាំងពីរទៅងូតទឹកក្នុងបន្ទប់ជំរះកាយទឹកត្រជាក់ដែលហូរស្រោបរាងកាយនាងវិជ្ជវីបានធ្វើឲ្យនាងមានកម្លាំងព្រមទាំងយកសេចក្តីរំខានក្នុងចិត្តមករំលឹកមន្ទិលសៅមកបានច្រើនពីផងដូច្នេះហើយនាងក៏ទទួលដោយញញឹមញញែមដោយក្តីអញ្ជើញនៃស្ត្រីម្ចាស់ផ្ទះឲ្យទៅដើរលេងក្នុងសួនច្បារនាងសុចិត្រាកាលបានគយគុណរូបរាងនិងកិរិយាសក្ដុប្រគំនៃនាងវិជ្ជវីហើយក៏មានចិត្តថាចាប់ត្រឡាញ់ហាក់ដូចជាប្អូនរួមផ្ទៃតែមួយនារីទាំងពីរនេះត្រាច់កំសាន្តតាមប្រឡោះគុំកាហើយសម្ដីដែលនិយាយក្រុមវាលានាងចរចាដើរតាមពីទឹកមុខញញឹមបប្រៃកណ្ដាលលេខភាពមួយល្អឥតខ្ចោះជួបប្រទះនឹងជាងមកវែកណែយកក្រោមរូបចម្រើនមួយធំស្ត្រីទាំងពីរកង្វល់គ្នាអង្គុយប្រលឹងអណ្ដែតដំណងតែឆ្ងាយឯនេត្រាគួយគុណមើលស្លុតឡើងក្នុងតកង់មួយថ្មីហើយសេចក្តីពួតក្តៅទាំងប៉ុន្មានក៏ផាត់ច្រើនបានឆ្ងាយមួយគ្រាដែរប៉ុន្តែដោយហេតុតែសេចក្តីសុខសម្រាននៃមនុស្សលោកនឹងដែលផឹកថេរនៅយូរបាន